មេរៀនការគ្រប់គ្រងដោយសាច់ឈាមប្រធានបទផលវិបាកនៃការដឹកនាំតាមសាច់ឈាមនិងការអំពាវនាវឲ្យដឹកនាំតាមព្រះវិញ្ញាណសេចក្តីផ្ដើមការដឹកនាំនិងការគ្រប់គ្រងគឺជាផ្នែកមួយនៃជីវិតមនុស្សគ្រប់រូបមនុស្សខ្លះដឹកនាំគ្រួសារខ្លះដឹកនាំក្រុមជំនុំខ្លះដឹកនាំការងារឬជីវិតខ្លួនឯងព្រះគម្ពីរបង្ហាញយ៉ាងច្បាស់ថាមានការដឹកនាំពីរប្រភេទគឺការដឹកនាំតាមសាច់ឈាមនិងការដឹកនាំតាមព្រះវិញ្ញាណមេរៀននេះនឹងជួយឲ្យយើងយល់ពីសាច់ឈាមផលវិបាករបស់វានិងការអំពាវនាវរបស់ព្រះឲ្យយើងដើរតាមព្រះវិញ្ញាណមួយអត្ថន័យនៃគឺសាច់ឈាមក្នុងព្រះគម្ពីរពាក្យសាច់ឈាមសំដៅទៅលើធម្មជាតិបាបរបស់មនុស្សចិត្តគំនិតនិងការសម្រេចចិត្តដែលមិនស្របតាមព្រះការរស់នៅដោយអំណាចនិងប្រាជ្ញាខ្លួនឯងដោយមិនពឹងផ្អែកលើព្រះគម្ពីរយោងកាឡាទី 5:17 ព្រោះសាច់ឈាមចង់ប្រឆាំងនឹងព្រះវិញ្ញាណហើយព្រះវិញ្ញាណក៏ប្រឆាំងនឹងសាច់ឈាមដែរទាំងពីរនេះប្រឆាំងគ្នាដូច្នេះហើយបានជាអ្នករាល់គ្នាមិនអាចធ្វើអ្វីដែលអ្នកចង់ធ្វើបានឡើយអត្ថន័យបកស្រាយសាច់ឈាមនិងព្រះវិញ្ញាណមិនអាចរស់រួមគ្នាបានទេប្រសិនបើយើងអនុញ្ញាតឲ្យសាច់ឈាមគ្រប់គ្រងនោះជីវិតនិងការដឹកនាំរបស់យើងនឹងឆ្ងាយពីព្រះហឫទ័យរបស់ព្រះ 2. លក្ខណៈនៃការគ្រប់គ្រងដោយសាច់ឈាមការគ្រប់គ្រងដោយសាច់ឈាមតែងតែបង្ហាញចេញតាមរយៈអំនួតនិងការពឹងផ្អែកលើខ្លួនឯងកំហឹងការឈ្លានពាននិងការបង្ខំអ្នកដទៃការសម្រេចចិត្តតាមអារម្មណ៍មិនសួរព្រះការស្វែងរកប្រយោជន៍ខ្លួនឯងជាងសេចក្តីព្រះគម្ពីរយោងកាឡាទី 5:19-21 អំពើរបស់សាច់ឈាមនោះច្បាស់ហើយគឺមានអំពើអសិលធម៌ការមិនបរិសុទ្ធការប្រព្រឹត្តអាភិសការថ្វាយបង្គំរូបចម្លាក់ការលេងមន្តអាគមការស្អប់ការឈ្លោះការច្រណែនការខឹងការប្រកែកការបែកបាក់ការកាន់បាក់ការច្រណែនឈ្នានីសការស្រវឹងការលេងល្បែងអាសេលនិងអំពើផ្ទៃទៀតដូចនេះខ្ញុំប្រាប់អ្នករាល់គ្នាជាមុនដូចដែលខ្ញុំបានប្រាប់មកហើយថាអ្នកដែលប្រព្រឹត្តអំពើទាំងនេះនឹងមិនបានទទួលនគរព្រះទេអត្ថន័យបកស្រាយអំពើរបស់សាច់ឈាមមិននាំទៅរកការស្ថាបនាប៉ុន្តែនាំទៅរកការបែកបាក់និងការបំផ្លាញទំនាក់ទំនងការដឹកនាំបែបនេះមិនអាចនាំមកនូវជីវិតនិងព្រះពរបានឡើយ 3. គំរូនៃការគ្រប់គ្រងដោយសាច់ឈាមក្នុងព្រះគម្ពីរស្ដេចសូលគឺជាគំរូមួយនៃការដឹកនាំដោយសាច់ឈាមភ័យខ្លាចមនុស្សជាងភ័យព្រះមិនស្ដាប់បង្គាប់ព្រះពេញលេញធ្វើតាមចិត្តនិងការគិតរបស់ខ្លួនឯងព្រះគម្ពីរយោង1សាមយូអែល 15:22-3 សាមយូអែលនិយាយថាតើព្រះយេហូវ៉ាមានព្រះហឫទ័យចំពោះយញ្ញាបូជាដិតនិងយញ្ញាបូជាផ្សេងដូចជាការស្ដាប់បង្គាប់ព្រះបន្ទូលរបស់ព្រះមើលចុះការស្ដាប់បង្គាប់ល្អជាងយញ្ញាបូជាការយកចិត្តទុកដាក់ស្ដាប់ល្អជាងខ្លាញ់ជាមព្រោះការមិនស្ដាប់បង្គាប់ដូចជាបាបនៃការទស្សទាយហើយការរឹងតឹងដូចជាបាបនៃការថ្វាយបង្គំរូបចម្លាក់អត្ថន័យបកស្រាយព្រះមិនចង់បានតែសកម្មភាពសាសនាខាងក្រៅទេប៉ុន្តែព្រះចង់បានចិត្តដែលស្ដាប់បង្គាប់ការគ្រប់គ្រងដោយសាច់ឈាមគឺជាការមិនស្ដាប់បង្គាប់ព្រះទោះបីជាមានការបម្រើក៏ដោយ 4. ផលវិបាកនៃការគ្រប់គ្រងដោយសាច់ឈាមបាត់បង់ការដឹកនាំពីព្រះបាត់បង់សិទ្ធិអំណាចខាងវិញ្ញាណបង្កការឈឺចាប់និងការខូចខាតដល់អ្នកដទៃបណ្ដាលឲ្យក្រុមជំនុំឬសហគមន៍បែកបាក់ព្រះគម្ពីរយោងរ៉ូម 8:8 អ្នកដែលនៅក្នុងសាច់ឈាមមិនអាចធ្វើអ្វីឲ្យព្រះពេញព្រះហឫទ័យបានឡើយអត្ថន័យបកស្រាយជីវិតនិងការដឹកនាំដែលគ្រប់គ្រងដោយសាច់ឈាមមិនអាចធ្វើឲ្យព្រះពេញព្រះហឫទ័យបានទេទោះបីជាមានភាពជោគជ័យតាមមនុស្សក៏ដោយ 5. ការអំពាវនាវឲ្យបោះបង់សាច់ឈាមនិងដឹកនាំដោយព្រះវិញ្ញាណព្រះហៅយើងឲ្យស្លាប់ចំពោះសាច់ឈាមអនុញ្ញាតឲ្យព្រះវិញ្ញាណដឹកនាំប្រើអំណាចដោយសេចក្តីស្រឡាញ់និងការបម្រើព្រះគម្ពីរយោងកាឡាទី 5:24-25 អ្នកដែលជារបស់ព្រះគ្រីស្ទបានឆ្កាងសាច់ឈាមរបស់ខ្លួនជាមួយនឹងចំណងនិងបំណងអាក្រក់របស់វាហើយប្រសិនបើយើងរស់ដោយព្រះវិញ្ញាណនោះយើងត្រូវដើរតាមព្រះវិញ្ញាណផងតែអត្ថន័យបកស្រាយការដឹកនាំដោយព្រះវិញ្ញាណនឹងនាំមកនូវសន្តិភាពសេចក្តីស្រឡាញ់និងការស្ថាបនាជីវិតអ្នកដទៃសេចក្តីសន្និដ្ឋានការគ្រប់គ្រងដោយសាច់ឈាមមិនអាចនាំមកនូវជីវិតនិងព្រះពរបានឡើយតែការដឹកនាំដោយព្រះវិញ្ញាណនឹងនាំមកនូវការរីកចម្រើនខាងវិញ្ញាណសន្តិភាពនិងភាពរឹងមាំក្នុងក្រុមជំនុំនិងសហគមន៍សូមអរគុណសូមព្រះប្រទានពរ